សូមគម្រាបសួរពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំបាទឈ្មោះថាច័ន្ទលទ្ធិថ្ងៃនេះខ្ញុំមកអានឯកសារប្រវត្តិសាស្ត្រនិយាយអំពីអាណានិគមបារាំងទេទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តប្រែប្រួលពីឯកសារដើមជាភាសាបារាំងមកភាសាជាតិដោយសហគមន៍ខ្មែរកម្ពុជាក្រោមការផ្សាយរបស់សហគមន៍ខ្មែរកម្ពុជាក្រោមរាជធានីភ្នំពេញអង្គច័ន្ទទី1បានរៀបចំឡើងវិញនៅរដ្ឋបាលគ្រប់គ្រងដែនដីកម្ពុជាក្រោមដូចខាងក្រោមនៅឆ្នាំ1528ព្រះបាទអង្គច័ន្ទទី1បានតែងតាំងពញាតែនឲ្យធ្វើជាចៅហ្វាយស្រុកបាសាក់ដែលមានងារជាពញាអធិវង្សតែនចៅហ្វាយស្រុកបាសាក់ទទួលមរណភាពនៅឆ្នាំ1551នៅក្នុងអាយុ73ឆ្នាំព្រះអង្គច័ន្ទបានតែងតាំងពញាតាតឲ្យបន្តវេទពីពញាតែននិងបានទទួលងារជាស្និទ្ធភូបាលតាតនៅក្នុងពេលនោះចៅហ្វាយក្ដេថ្មីបានសាងសង់នៅបន្ទាយទាំងឡាយនិងបានរៀបចំស្រុកបាសាក់ឡើងវិញនិងខេត្តទាំងអស់នៅកម្ពុជាក្រោមនៅក្នុងស្រុកទាំងពញាតាតបានសាងបន្ទាយមួយដូចជាបន្ទាយលង្វែកដែលមានស្នាមភ្លោះនិងជញ្ជាំងធ្វើអំពីឫស្សីក្រោយពីមានទឹកជំនន់មួយមកស្និទ្ធភូបាលតាតបានបញ្ជាដល់ទាហានរបស់លោកឲ្យយកសាងនៅជង្រុកស្រូវមួយនៅក្នុងទីក្រុងនៃស្រុកទាំងដើម្បីផ្ទុកស្រូវសម្រាប់អ្នកស្រុកទទួលទានក្នុងករណីដែលមានការរាំងស្ងួតឬគ្រោះទុរភិក្សគឺចាប់ពីសម័យនោះមកអ្នកស្រុកបានហៅស្រុកត្រាំងថាជាស្រុកឃ្លាំងរហូតដល់សព្វថ្ងៃនៅក្នុងឆ្នាំ1533ស្និទ្ធភូបាលតាតបានបង្កើតវត្តឃ្លាំងជាកន្លែងដែលគាត់បានរក្សាទុកនៅអ្វីទាំងអស់ដែលគាត់បានសរសេរឬកត់ត្រាទុកអំពីសមិទ្ធផលនានារបស់គាត់ដែលរួមមានការប្រែប្រួលរបស់អ្នកស្រុកទាំងត្រាំងទៅជាស្រុកឃ្លាំងការបែងចែកស្រុកឃ្លាំងកម្ពុជាក្រោមទៅជា5ខេត្តការរៀបចំកងទ័ពជើងគោកនិងកងទ័ពជើងទឹកការកំណត់បញ្ជារដ្ឋបាលនិងគ្រឿងសព្វាវុធរបស់ទាហានទំនៀមទម្លាប់នៃចូលឆ្នាំខ្មែរពិធីច្រត់ព្រះនង្គ័លសម្រាប់ដំណាំនៅក្នុងរដូវក្តៅល្បែងរបស់អ្នកចម្បាំពិធីបុណ្យអុំទូកស្និទ្ធភូបាលតាតបានបែងចែកស្រុកឃ្លាំងកម្ពុជាក្រោមទៅជា5ខេត្តគឺនៅកណ្ដាលខេត្តជាឃ្លាំងមួយដែលនៅក្នុងទីក្រុងនៃស្រុកត្រាំងឬឃ្លាំងធ្វើជាទីរួមខេត្ត2ខេត្តព្រះត្រពាំងដោយមានចៅហ្វាយស្រុកម្នាក់ទទួលងារជាមន្ត្រីសេនាបូរទេស3ខេត្តពលាវដោយមានចៅហ្វាយស្រុកម្នាក់មានងារជាមន្ត្រីអចិកសេនា4ខេត្តក្រមួនសដោយមានចៅហ្វាយស្រុកម្នាក់ដោយមានងារជាមន្ត្រីពីចិត្តសេនា5ខេត្តបារាជដោយមានចៅហ្វាយស្រុកម្នាក់មានងារជាមន្ត្រីសេនាពីជ័យសង្គ្រាមស្និទ្ធភិបាលបានទទួលមរណភាពនៅក្នុងជន្មាយុ98ឆ្នាំកូនប្រុសរបស់លោកអុកញ៉ាអធិវង្សាលោកឡុងបានបន្តវេនពីលោកការបន្តវេនធ្វើពីឪពុកមកកូនដោយមានការយល់ព្រមពីព្រះមហាក្សត្រឆ្នាំ1556នៅក្រោមរាជការរបស់ព្រះបរមីឥន្ទ្រីធីរាជ1556ដល់1567ឡុងជាកូនរបស់ស្និទ្ធភូបាលតាតត្រូវបានតាក់តែងជាចៅហ្វាយខេត្តឬអនុរក្សនៅកម្ពុជាក្រោមដោយបានទទួលងារជាអុកញ៉ាអធិវង្សឡុងងារជា
របស់ចៅហ្វាយខេត្តកម្ពុជាក្រោមនេះបានស្ថិតនៅរហូតដល់អ្នកវេនបន្តវេនផ្សេងទៀតរបស់អុកញ៉ាឡុងដោយរាប់តាំងពីសម័យនោះមកលោកអុកញ៉ាឡុងបានទទួលមរណភាពនៅឆ្នាំ1089ឆ្នាំនៅក្រោមរជ្ជកាលព្រះបាទព្រះរាជាជ័យជាថាទី2 1618លោកពុំមានកូនប្រុសបន្តវេនទេលោកមានជ័យជាអ្នកបន្តវេនមានជ័យត្រូវបានតែងតាំងជាចៅហ្វាយស្រុកបាសាក់ក្រោមងារជាអុកញ៉ាទេសវង្សាតែងតាំងដោយព្រះបាទជ័យរដ្ឋាទី2ដើម្បីជំនួសអុកញ៉ាឡុងអុកញ៉ាទេសវង្សាមុនជ័យបានទទួលមរណភាពនៅក្នុងជំនាយុឆ្នាំ83នៅក្រោមរជ្ជកាលរបស់ព្រះអង្គចន្ទតុមុនជ័យបានតែងតាំងប្អូនរបស់ខ្លួនចៅពញាពេជ្រធ្វើជាចៅហ្វាយស្រុកខេត្តបាសាក់នៅក្នុងឆ្នាំ1655ចៅពញាពេជ្របានរស់នៅខ្វែងខ្សាច់នៅក្នុងខេត្តពោលាវលោកបានទទួលមរណភាពនៅក្នុងជំនាយុ75ឆ្នាំព្រះចៅពញាម៉ៅបានបន្តវេនពីឪពុករបស់ខ្លួនចៅពញាពេជ្រនៅក្រោមរជ្ជកាលព្រះបាទបទុមរាជាទី3 1660ដល់1672ពញាម៉ៅបានទទួលងារជាអុកញ៉ាអធិវង្សានិងបានកសាងនៅមន្ទីរសីមាមួយទៀតនៅពុតធ្លេនៅក្នុងខេត្តពោលាវលោកបានទទួលមរណភាពនៅក្នុងអាយុ98ឆ្នាំដោយបានបន្សល់ទុកក្នុងកូនប្រុសម្នាក់ឈ្មោះម៉ឺនតាតជាអ្នកបន្តវេនម៉ឺនតាតជាមន្ត្រីស្ថិតនៅក្នុងរាជការព្រះបាទស្រីធម្មរាជាក្នុងឆ្នាំ1716ម៉ឺនតាតដែលត្រូវបានតែងតាំងជាចៅហ្វាយខេត្តបន្ទាប់ពីឪពុករបស់ខ្លួននោះបានបង្ខំចិត្តផ្លាស់ទីក្រុងរបស់ខ្លួននៅពុតឆ្លេខេត្តពោលាវទៅនៅឃ្លាំងវិញដែលជាអតីតទីក្រុងរបស់ស្និទ្ធភូបាលតាតទីក្រុងនោះមានយុទ្ធសាស្ត្រល្អជាងម៉ឺនតាតបានធ្វើឲ្យប្រទេសមានសន្តិភាពយកចិត្តទុកដាក់នឹងការងារសង្គមនិងសាសនានិងការរៀបចំទឹកដីលោកបានអញ្ជើញមកកម្ពុជាដើម្បីនិមន្តព្រះសង្ឃដែលមានការជ្រៅជ្រះដើម្បីបង្រៀនធម៌វិន័យដល់ព្រះពុទ្ធសាសនិកជននៅកម្ពុជាក្រោមម៉ឺនតាតបានទទួលមរណភាពក្នុងឆ្នាំនៅ90ឆ្នាំបន្សល់ទុកកូនប្រុសម្នាក់ឈ្មោះសូម៉ឺនសូជំនួសឪពុករបស់លោកនៅឆ្នាំ1758នៅក្រោមរដ្ឋកាលរបស់ព្រះស្រីសូរិយាពណ៌ព្រះឧទ័យពីឆ្នាំ1758ដល់1775ម៉ឺនសូបានតវ៉ាប្រឆាំងការលុកលុយរបស់អាណាមនៅក្នុងតំបន់បាយឆៅនិងបានផ្ញើរបាយការណ៍ទៅថ្វាយព្រះមហាក្សត្រនៃប្រទេសកម្ពុជាដើម្បីទទួលបាននូវកម្លាំងបន្ថែមដើម្បីប្រឆាំងជាមួយពួកអាណាមលោកបានទទួលបានមរណភាពនៅក្នុងឆ្នាំព្រះជន្មាយុ71ឆ្នាំកូនប្រុសរបស់លោកឈ្មោះម៉ឺនណែមបានជំនួសលោកនៅឆ្នាំ1796នៅក្នុងរាជការព្រះបាទអង្គអេង1796ដល់1806ពេលនោះប្រទេសកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលដ៏លំបាកដែលបានបន្តក្នុងរាជការព្រះបាទអង្គច័ន្ទទី2 1806ដល់1834នៅក្រោមរាជការរបស់ម្ចាស់ក្សត្រីអង្គមី1834ដល់1800ដែលបានរក្សាទុកការតស៊ូដល់នឹងការតបអាណាមនោះបានទទួលមរណភាពនៅក្នុងអាយុជន្មាយុ89ឆ្នាំសូមអរគុណនៃការស្ដាប់របស់ការអានរបស់ខ្ញុំសូមឲ្យពុកម៉ែបងប្អូនពូមីងមានសេចក្តីនិងសុខភាពល្អ